កុំខកខានឲ្យសោះបងប្អូនកម្មវិធីបើកសម្ពោធជាផ្លូវការផ្លូវថ្មើរជើងចតុមុខឬ Vox Street នៅថ្ងៃទី21មិថុនាខាងមុខនេះនឹងមានការប្រគំតន្ត្រីខ្នាតធំការសម្ដែងសិល្បៈប្រពៃណីរបាំបុរាណខ្មែរនិងការរៀបចំស្តង់ម្ហូបអាហារចម្រុះសម្បូរបែបកាន់តែពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិខណៈនៅថ្ងៃទី21ខែមិថុនាឆ្នាំ2025ខាងមុខនេះរដ្ឋបាលរាជធានីភ្នំពេញនឹងមានការរៀបចំការប្រគំតន្ត្រីខ្នាតធំការសម្ដែងសិល្បៈប្រពៃណីរបាំចម្រុះការតុបតែងភ្លើងលម្អសោភ័ណភាពស្តង់លក់ដូរម្ហូបអាហារចម្រុះសម្បូរបែបក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការផ្លូវថ្មើរជើងចតុមុខឬ Vox Street ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតដើម្បីឲ្យកម្មវិធីប្រព្រឹត្តទៅប្រកបដោយភាពរលូនរក្សាបាននូវសុខសុវត្ថិភាពសណ្ដាប់ធ្នាប់របៀបរៀបរយនៅព្រឹកថ្ងៃទី12ខែមិថុនានេះឯកឧត្តមឃុងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងគូបញ្ជាក់នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវថ្មើរជើងចតុមុខឬ Vox Street ជាមួយអាជ្ញាធរខណ្ឌកងកម្លាំងនិងមន្ទីរពាក់ព័ន្ធបានឲ្យដឹងបន្ថែមថាផ្លូវថ្មើរជើងចតុមុខក្រោយពីបានបើកឲ្យដំណើរការជាបណ្ដោះអាសន្ននាប៉ុន្មានខែនេះបានទទួលការគាំទ្រនិងពេញនិយមយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិទន្ទឹមគ្នានេះរដ្ឋបាលរាជធានីភ្នំពេញបានស្នើសុំទៅសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដើម្បីបើកសម្ពោធជាផ្លូវការហើយត្រូវបានសម្ដេចបវរធិបតីឯកភាពដែលនឹងធ្វើពិធីសម្ពោធជាផ្លូវការនាថ្ងៃទី21ខែមិថុនាឆ្នាំ2025ឯកឧត្តមឃុងស្រេងអភិបាលរាជធានីភ្នំពេញបានគូបញ្ជាក់សង្កត់ធ្ងន់ថាហេតុនេះបញ្ហាសន្តិសុខសុវត្ថិភាពត្រូវតែធានាបានថាជោគជ័យ 100% ទាំងថ្នាក់ដឹកនាំកម្ពុជានិងអ្នកចូលរួមទាំងអស់ជាមួយនឹងការបង្កើតឲ្យមានទីបញ្ជាការស្រាលជាច្រើនកន្លែងបន្ថែមពីលើការងារសន្តិសុខនេះការជួសជុលផ្លូវការអ៊ុតគំនូសចរាចរណ៍ការតុបតែងនិងបំពាក់ភ្លើងបំភ្លឺត្រូវតែធ្វើឲ្យបានរួចរាល់នៅមុននៃការប្រារព្ធពិធីសូមបញ្ជាក់ដែរថាក្នុងថ្ងៃបើកសម្ពោធនេះរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឲ្យមានការប្រគំតន្ត្រីខ្នាតធំការសម្ដែងសិល្បៈប្រពៃណីរបាំចម្រុះរបស់មន្ទីរវប្បធម៌រាជធានីភ្នំពេញស្តង់លក់ដូរជាមួយនឹងការរៀបចំស្តង់ម្ហូបអាហារចំនួន2ទីតាំងគឺស្តង់ម្ហូបអាហាររបស់ស្ថានទូតប្រទេសឥណ្ឌានិងស្ថានទូតប្រទេសម៉ាឡេស៊ីគូរំលឹកជូនថាផ្លូវថ្មើរជើងឬ Vox Street ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឲ្យដំណើរការសាក់លបងកាលពីដើមខែកុម្ភៈឆ្នាំ2025រៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាប់ពីម៉ោង 18:00 នាទីរហូតដល់ម៉ោង 23:00 នាទីយប់នៅតាមបណ្ដោយទរវិថីព្រះស៊ីសុវត្ថិចាប់ពីវិថីបក្សីចាំក្រុងផ្លូវលេខ 94 រហូតដល់មុខព្រះបរមរាជវាំង